ដើម្បីចូលទៅប្រឡងក្នុងថ្នាលបឋម PLP ប្រចាំខែមិថុនាបានទី1គឺប៉ាម៉ាក់ត្រូវតែមាន QR code របស់កូនទី2ទូរស័ព្ទយើងត្រូវតែមានសេវាអ៊ីនធឺណិតទី3យើងត្រូវដំឡើងនៅ app PLP ថ្នាលបឋមហ្នឹងរួចរាល់ហើយនៅលើទូរស័ព្ទរបស់យើងដោយនៅទូរស័ព្ទខ្ញុំអញ្ចឹងគឺមានដំឡើង app ហ្នឹងហើយនេះដែលមានអក្សរខ្មែរថាថ្នាក់បឋមហ្នឹងអញ្ចឹងឥឡូវយើងចុចចូលថ្នាក់បឋមហ្នឹងមកយើងរងចាំឲ្យវាដើរតិចទៅវាដើរពេលខ្លះវាដើរលឿនពេលខ្លះវាដើរយឺតតាមហ្នឹងដែរឥឡូវនេះវាចូលដល់ផ្ទាំងមួយដែលអក្សរខាងលើគេដាក់ថាចូលគណនីពេលដែលយើងឃើញអក្សរចូលគណនីមានន័យថាថ្នាលបឋមរបស់យើងអត់ទាន់បានបញ្ចូល QR code របស់កូនយើងទេអញ្ចឹងយើងចុចលើអក្សរចូលគណនីហ្នឹងហើយបន្ទាប់មកបើសិនជាក្នុងទូរស័ព្ទដៃយើងមាន QR code ស្រាប់អញ្ចឹងយើងចុចលើពាក្យថា scan QR បន្ទាប់មកយើងជ្រើសរើស យើងចុចលើអក្សរជ្រើសរើស QR ហើយបន្ទាប់ពីមកទៀតយើងរកមើល QR code កូនដែលយើងប្រើក្នុងថ្នាក់ទី3នេះមកអត់ចូលក្នុងថ្នាក់ទី2ទេណាហើយបន្ទាប់មកយើងចុចលើអក្សរពាក្យថា done ដែលជាអក្សរតូចៗនៅខាងលើអក្សរអង់គ្លេសហ្នឹង DONE ហ្នឹង done បន្ទាប់មកវានឹងចូលមកដល់គណនីកូនរបស់យើងហើយដើម្បីឲ្យយើងច្បាស់ថាវាជាគណនីកូនរបស់យើងមែនយើងចុចទៅលើពាក្យថាសិស្សអក្សរសិស្សនៅខាងលើទូចៗហ្នឹងនៅក្នុងពណ៌ខៀវហ្នឹងយើងចុចលើអាហ្នឹងមកនេះដូចកូនខ្ញុំអញ្ចឹងឈ្មោះសុនសុកវិជ្ជមានអញ្ចឹងត្រូវហើយអញ្ចឹងបន្ទាប់មកទៀតដើម្បីចូលក្នុងការប្រឡងយើងចុចទៅលើអក្សរតេស្តអក្សរខ្មែរដែលគេសរសេរតេស្តហ្នឹងយើងចុចមកបន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតយើងមើលលើពណ៌ទឹកក្រូចហ្នឹងមកគេដាក់ប្រឡងប្រចាំខែអញ្ចឹងយើងចុចលើប្រឡងប្រចាំខែមកបន្ទាប់មកវានឹងចេញនៅកម្រិតថ្នាក់របស់កូនយើងរៀនថ្នាក់ទី3អញ្ចឹងនេះគេដាក់មកថ្នាក់ទី3សិក្សាសង្គមថ្នាក់ទី3គណិតវិទ្យាថ្នាក់ទី3ភាសាខ្មែរអញ្ចឹងយើងចាប់ផ្ដើមប្រឡងមុនគេតាមលំដាប់លំដោយមកថ្នាក់ទី3សិក្សាសង្គមអញ្ចឹងយើងចុចលើថ្នាក់ទី3សិក្សាសង្គមមកអញ្ចឹងវានឹងចេញផ្ទាំងតូចមួយឲ្យយើងដើម្បីបញ្ជាក់ថារយៈពេលនៃការធ្វើតេស្តហ្នឹងមានរយៈពេលប្រហែលគឺ45នាទីពិន្ទុគឺ50%ឯចំនួនសំណួរដែលយើងត្រូវធ្វើគឺមានចំនួន30សំណួរនិយាយទៅគឺគេបញ្ចេញគេបង្ហាញនៅលក្ខខណ្ឌនៅក្នុងការប្រឡងនៅពេលដែលយើងត្រៀមខ្លួនសម្រាប់ឲ្យកូនយើងប្រឡងហើយយើងចុចលើពាក្យថាចាប់ផ្ដើមនៅខាងក្រោមក្នុងប្រអប់ពណ៌ខៀវហ្នឹងណាអញ្ចឹងវានឹងចេញវិញ្ញាសាឲ្យយើងធ្វើហើយក៏ប៉ុន្តែដោយសារតែខ្ញុំអត់ទាន់ឲ្យកូនធ្វើអញ្ចឹងខ្ញុំអត់ទាន់ចុចទេតែបើប៉ាម៉ាក់ត្រៀមខ្លួនហើយចុចទៅហើយធ្វើរហូតដល់ចប់ទៅពេលធ្វើចប់ហើយយើងចុចទៅលើការប្រឡងទៅលើមុខវិជ្ជាផ្សេងទៀតដែលយើងអត់ទាន់ធ្វើហ្នឹងឲ្យគ្រប់ចំនួនរបស់គេទៅអញ្ចឹងរួចរាល់ហើយចាអញ្ចឹងមានតែប៉ុណ្្នឹងឯង